ភ្នំពេញជោគជ័យធំដាក់ឲ្យដំណើរការផ្លូវថ្មើរជើង Walk Street កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋអាជ្ញាធររាជធានីភ្នំពេញបានដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង Walk Street តាមបណ្ដោយទេរវិថីព្រះស៊ីសុវត្ថិចាប់ពីវិថីបក្សីចាំក្រុងរហូតដល់មុខព្រះបរមរាជវាំងស្ថិតនៅក្នុងខណ្ឌដូនពេញកាលពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2025ក្នុងនោះគឺត្រូវអនុវត្តមួយសប្តាហ៍2ថ្ងៃនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង6ល្ងាចដល់ម៉ោង11យប់ការដាក់ឲ្យដំណើរការផ្លូវនេះគឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញតាមរយៈការដាក់ឲ្យដំណើរការជាង1ខែមកនេះផ្លូវថ្មើរជើង Walk Street ភ្នំពេញបាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញចំនួនអ្នកមកលេងកម្សាន្តយ៉ាងច្រើនកុះករនៅចុងសប្តាហ៍បានធ្វើឲ្យផ្លូវថ្មើរជើងបានក្លាយជាទីកន្លែងកម្សាន្តដែលមានប្រជាប្រិយភាពនិងវាស់ដាច់កន្លែងកម្សាន្តនានានៅក្នុងរាជធានីភ្នំពេញទោះបីទើបតែបើកសាកល្បងបានជាង1ខែតែប៉ុណ្ណោះសម្ដេចបវរធិបតីហ៊ុនម៉ាណែតលើបណ្ដាញសង្គម Facebook បានគូសបញ្ជាក់ដែរថាពីមួយសប្តាហ៍ទៅមួយសប្តាហ៍រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំឲ្យមានការសម្ដែងសិល្បៈបុរាណប្រពៃណីសម័យបានណឡែងចល័តកន្លែងលក់ដូរនិងកន្លែងកម្សាន្តសប្បាយផ្សេងៗខុសៗពីគ្នាជារៀងរាល់សប្តាហ៍ជាក់ស្ដែងនៅក្នុងសប្តាហ៍ទី2ខែមីនានេះអាជ្ញាធររាជធានីភ្នំពេញបានរៀបចំឲ្យមានល្ខោនខោលដកស្រង់ឈុតមួយក្នុងរឿងចម្បាំងគុម្ភកាលនៅរាត្រីថ្ងៃសៅរ៍ហើយសម្រាប់ថ្ងៃអាទិត្យមានរបាំប្រពៃណីរបាំវាយក្រាបដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសបានទស្សនាយល់ដឹងកាន់តែច្បាស់អំពីរបាំប្រពៃណីដូនតាខ្មែរសម្ដេចបវរធិបតីហ៊ុនម៉ាណែតបន្តថាផ្លូវថ្មើរជើង Walk Street ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឲ្យដំណើរការសាកល្បង2ថ្ងៃក្នុងមួយសប្តាហ៍គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីវេលាម៉ោង6ល្ងាចដល់ម៉ោង11យប់នៅតាមបណ្ដោយទេរវិថីព្រះបាទស៊ីសុវត្ថិចាប់ពីវិថីបក្សីចាំក្រុងផ្លូវជាតិលេខ94រហូតដល់មុខព្រះបរមរាជវាំងហើយចាប់តាំងពីថ្ងៃដាក់ឲ្យសាកល្បងលើកដំបូងរហូតមកដល់ពេលនេះគឺរក្សាបាននៅសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ល្អដោយប្រជាពលរដ្ឋមិនមានបញ្ហាអ្វីទាំងអស់រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្មក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត